អូខេជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទយូឡុងហើយថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពី comment មួយចំនួនដែលយើងប្រើនៅក្នុង Linux អូខេចឹងទី1យើងលើអំពី file និង directory navigation ថាតើយើងចង់ navigate file នៅក្នុង Linux យើងត្រូវការ comment ខ្លះអញ្ចឹង comment ទី1យើងមាន pw ហ្នឹងន័យថា print working directory វានឹង show directory ដែលយើងកំពុងធ្វើការអញ្ចឹងខ្ញុំឲ្យ pw មកឃើញវាកំពុង show ឲ្យខ្ញុំកំពុងធ្វើការនៅ home យូឡុងហើយតាមមកយើងមាន ls ហ្នឹងគឺ list directory content អញ្ចឹងវា ls អញ្ចឹង ls ហ្នឹងវា list content ដែលនៅក្នុង folder ហ្នឹងហើយយើងមាន cd អញ្ចឹង cd យើង change directory អញ្ចឹងខ្ញុំ change directory ទៅ directory យូឡុងនេះទៅ tab មកវា auto complete មកហើយខ្ញុំ ls មកខ្ញុំនៅក្នុង directory យូឡុងហើយខ្ញុំ pwd គេមកគេប្រាប់ថាខ្ញុំនៅ directory ហ្នឹងហើយបើយើងចង់ចេញពី directory ហ្នឹងថយទៅក្រោយវិញយើងប្រើ cd ចុចអញ្ចឹង cd ចុចវាថយចេញមក directory ខ្ញុំ print working directory មួយទៀតយើងឃើញថាយើងនៅក្នុង home យូឡុងវិញហើយចុះបើយើងចង់ទៅ root directory យើង cd មក slash cd slash ពេលអញ្ចឹង cd slash ហ្នឹងគឺយើងនៅក្នុង root directory print មកក្នុង root directory វា s អូខេអញ្ចឹងនៅក្នុង root directory របស់ Linux គឺ directory ដំបូងគេបាទគេគឺជា content នៅក្នុង root អូខេបន្តមកគឺយើងត្រូវលើពី file operation អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្កើត file បង្កើតអីអញ្ចឹងយើងមាន command មួយគឺ touch អញ្ចឹងខ្ញុំសុំទៅ directory user វិញគឺនៅ home នេះឡើងវិញហើយខ្ញុំត្រូវការបង្កើត file មួយអញ្ចឹងខ្ញុំ touch new file.txt ខ្ញុំបង្កើត text file មួយអូខេអញ្ចឹងខ្ញុំ ls មកយើងឃើញថាយើងមាន file ថ្មី new file.txt ហើយក៏យើងអាចសរសេរ text ចូល file ហ្នឹងបានដែរយើងអាចប្រើ nano ក៏បានឬក៏យើងអាចប្រើ echo អញ្ចឹង echo នេះជា command print យើងហៅថា echo hello world ហើយតមកយើងប្រើសញ្ញាធំជាងយើង specify file name អញ្ចឹង new file អញ្ចឹង command នេះ successful អញ្ចឹងយើងអាចប្រើ command ទៀត cat អញ្ចឹង cat ហ្នឹងគឺ show file content យើង cat new file មកគេថា file យើងមាន hello world ក្នុងហ្នឹងចុះបើយើងចង់ copy file ហ្នឹងខ្ញុំចង់ copy file នេះដាក់ក្នុង folder នេះយើងប្រើ command នេះគេអញ្ចឹងយើងមាន command មួយឈ្មោះថា cp មាន copy អញ្ចឹង cp យើងត្រូវរើ source អញ្ចឹង source ខ្ញុំគឺខ្ញុំចង់ copy file នេះ new file .txt ហើយចង់ copy ទៅ folder មួយនេះអញ្ចឹងខ្ញុំអាច folder ហ្នឹងមកហើយខ្ញុំអាច specify ឈ្មោះ file ដដែលក៏បានឬក៏ខ្ញុំអាចដូរ file ខ្ញុំអាចដូរឈ្មោះ file អញ្ចឹង file copy ហើយ .txt មកខ្ញុំ enter មកហើយយើងចូលទៅ folder ហ្នឹងអញ្ចឹងនៅក្នុង folder ហ្នឹងយើងឃើញថាមាន file ថ្មីឯងហើយយើង tab មើល file ហ្នឹងមើលមាន hello world អត់បាទយើងឃើញថា file ហ្នឹងមាន hello world ដូចគ្នាឥឡូវខ្ញុំចង់ remove file ហ្នឹងចេញខ្ញុំអត់ពេញចិត្តនឹងឈ្មោះហ្នឹងឯងឬក៏ត្រូវការ file ទេខ្ញុំអាចប្រើ rm ចឹង rm វា delete ទៅបាត់ចឹងក្នុងនេះគឺបាត់អញ្ចឹងចំពោះ rm ហ្នឹងគឺក្នុង Linux គឺអត់មាន trash bin ទេយើងប្រើ rm គឺវា delete ហ្មងចុះបើខ្ញុំចង់ delete folder វិញហើយ rm folder ប៉ុន្តែវាថា cannot remove folder ដោយសារតែ folder ក្នុងហ្នឹងវាមាន item នៅក្នុង folder ហ្នឹងអញ្ចឹងយើងប្រើ rm ទៅទេអត់អាច remove បានទេយើងត្រូវប្រើ rm -r ហើយ folder ហ្នឹងយើងឃើញទៅហើយ folder ហ្នឹងបាត់អូខេ section បន្តទៀតគឺយើងត្រូវ learn ពីការបង្កើត directory អញ្ចឹង directory គឺបង្កើត directory គឺស្រួលទេ mkdir make directory ខ្ញុំ make មួយតែ testing អញ្ចឹងយើង add មកយើងឃើញថានេះជា directory របស់យើងហើយបើយើងចង់ remove directory mkdir testing ប៉ុន្តែ command នេះតតែ directory ហ្នឹងអត់មានអីក្នុងហ្នឹងបើវាមាន item នៅក្នុងហ្នឹងយើងអត់អាចធ្វើការ mkdir បានទេយើងត្រូវប្រើ rm/r ដូចខ្ញុំប្រើនៅខាងលើមកអញ្ចឹង
អូខេខ្ញុំអាចប្រើ command clear ដើម្បី clear screen បន្ទាប់មកយើងត្រូវលើពី file permission អញ្ចឹងបើយើងវាយ ls lx យើងឃើញថាកន្លែងនេះតែនេះវាមាន rw r ហ្នឹងគឺជា file permission អញ្ចឹង r ហ្នឹងតែ read w នេះតែ write អញ្ចឹង file នេះown by Yulong នេះខ្ញុំ user Yulong នេះខ្ញុំមានសិទ្ធិក្នុងការចូលចូលមើលចូលអានហើយមានសិទ្ធិចូលការ modify ទៀតទៅការ write ទៀតអញ្ចឹងយើងអាចបើយើងចង់ change permission ឲ្យតែ read ឬក៏ឲ្យតែ write អញ្ចឹងយើងអាចប្រើ chmod ខ្ញុំដាក់ permission លើ file នេះមួយសិនណាls dash ls អូខេអញ្ចឹងអ្នកនរឃើញថាមានអក្សរ x ទេ x នេះ execute អញ្ចឹង file ហ្នឹងយើងអាច run ជា app បានតែឯ file text យើង run អត់ចេញទេឬមួយក៏ទាំងអស់ហ្នឹងអាចប្រើ chmod បុក x អញ្ចឹងបុក x នេះន័យថាឲ្យ permission វា execute បានខ្ញុំអាចតេស្តមួយបានខ្ញុំសរសេរ bash script មួយអញ្ចឹងខ្ញុំអាចសរសេរ bash script nano hello.sh .sh ហ្នឹងគឺជា bash script អញ្ចឹង enter មកយើង start ជាមួយ bin bash សិនអញ្ចឹងស្ញទៀត bin bash អញ្ចឹងខ្ញុំ type តាម echo print echo hello world តែខ្ញុំទៅមកបើយើងចុច ls lx យើងឃើញថា file នេះអត់មាន execute ទេយើងអាច run បានទេវា highlight ពណ៌ដែរចឹងដើម្បីឲ្យវា execute បានយើងអាចប្រើ chmod ពុក x ហើយ hello sh បើយើង list មកទៀតមកយើងឃើញថា file ហ្នឹងឥឡូវ highlight ពណ៌ហើយមានអក្សរ x ហ្នឹងយើងអាច execute បានអញ្ចឹងដើម្បី execute bash script យើងចុច slash ហើយយើងវាយពាក្យ hello តាមមកណា file ហ្នឹងវា print hello world ហើយមួយទៀតបើយើងចង់ change owner file ហ្នឹងបើថាយើងមាន3 user មាន4 user យើងចង់ change permission ថា file ហ្នឹងជារបស់នរណាដល់ពេល user នឹង log in អត់អាច access របស់ user ហ្នឹងទេអញ្ចឹងយើងអាចប្រើ chown យើង specify user មកយើង specify user នេះហើយចំពោះ group អញ្ចឹងក្នុង Linux user វាស្ថិតនៅក្នុង group មួយបើថា Yulong នេះស្ថិតនៅក្នុង Yulong group ឬក៏ root ស្ថិតនៅក្នុង sudo ចាឥឡូវខ្ញុំ Yulong ស្ថិតក្នុង Yulong group ខ្ញុំ specify អញ្ចឹងមកហើយខ្ញុំចង់ដូរ file នេះ hello នេះទៅ user ហ្នឹងតែដោយសារតែ hello ហ្នឹងវា user Yulong ស្រាប់អញ្ចឹងវាដូរទៅវាចេញដែរហើយវានៅតែចេញដែរអូខេឥឡូវនេះយើងចូលមកដល់ session មួយទៀត session នេះគឺយើងនិយាយអំពី system information អញ្ចឹងយើងចង់ដឹងថា system យើងមានឈ្មោះអីឬក៏ប្រើ memory ប៉ុន្មានប្រើ disk ប៉ុន្មានអញ្ចឹងយើងអាចវាយ who am I current user យើងអញ្ចឹង current user នេះគឺ Yulong ហើយយើងអាច host name អញ្ចឹង host name ហ្នឹងគឺ system name អាចវាយ host name មកវាអាច show host name system name ខ្ញុំគឺ Ubuntu SRV Ubuntu server នេះគឺនៅកន្លែងនេះហើយខ្ញុំអាចមើល diffuse df/h អាហ្នឹងគឺជាយើងមើលថាយើងប្រើ disk ប្រើ machi តែខ្ញុំឃើញថាកន្លែងនេះ size ខ្ញុំ 30G ខ្ញុំប្រើអស់ 6G ហើយអាចទៅមើល memory បានទៀតអញ្ចឹង memory គឺ free-8 ហ្នឹង free-8 ហ្នឹងយើងមើល memory memory total memory ប៉ុន្មានប្រើប៉ុន្មាន free ប៉ុន្មាន share ប៉ុន្មាន cache ប៉ុន្មាន available ប៉ុន្មានវា list នៅក្នុងហ្នឹងអស់ហើយខ្ញុំអាចមើល running process ដូច task manager ក្នុង Windows អញ្ចឹងណាយើងប្រើ top ហើយអញ្ចឹងយើងឃើញ top គឺមានតែ task manager ដែរគឺវា list CPU memory ដែល process នឹងប្រើអញ្ចឹងយើងឃើញថា top នេះក៏វាប្រើ process ខ្លះដែរហើយវាបាន specify ថា user ណាកំពុងប្រើ resource ប្រើ process ហ្នឹងបើយើងចង់ចេញពីកន្លែងហ្នឹងយើងអាច control C មកវាចេញមកអូខេអញ្ចឹងមកដល់ session បន្ទាប់នេះខ្ញុំធ្វើការបង្ហាញអំពី text processing និងធ្វើការ search នៅក្នុង Linux អញ្ចឹងទីមួយយើងមានជា command មួយគេហៅថា grep អញ្ចឹង grep ហ្នឹងយើងអាច search ពាក្យឬក៏អក្សរនៅក្នុង file ណាមួយអញ្ចឹងខ្ញុំមាន file នេះមួយ
ls ខ្ញុំមាន file text.txt នេះមួយចឹងខ្ញុំ add file ហ្នឹងចឹង file ហ្នឹងយើងមាន hello world Linux is great I love learning Linux ចឹងខ្ញុំចង់ search មើលថា file ហ្នឹងមានពាក្យ Linux អត់ខ្ញុំប្រើ grep grep -i មកយើងឲ្យថា Linux ហើយយើង specify file ហ្នឹងវា highlight auto ហ្មងចឹងវា highlight ថានៅក្នុង file ហ្នឹងវាមានពាក្យ Linux is great I love learning Linux វា highlight ឲ្យយើងហើយមួយទៀត command find ចឹង command find ហ្នឹងគឺយើងប្រើវាសម្រាប់ធ្វើការ search រកមើល file អញ្ចឹងខ្ញុំចង់ search រកមើល file មួយឈ្មោះថា text.txt នឹងថា file ហ្នឹងវានៅណាអញ្ចឹងខ្ញុំអាចធ្វើការវាយ find specify path អញ្ចឹងខ្ញុំចង់ search ទាំងអស់ search មក system ហ្នឹងហ្មងហើយខ្ញុំអាច dash name ឈ្មោះ file ខ្ញុំ specify មក text.txt ពេលវាធ្វើការ search មក system មកអញ្ចឹងដោយសារតែខ្ញុំមិនមែនជា root ពេលខ្ញុំ search កន្លែងខ្លះវាថា permission deny តែនេះខ្ញុំ search ក្នុង home user ខ្ញុំមកវាចេញកន្លែង permission deny ហ្នឹង user នេះយើងឃើញថាវា search ឃើញហើយ text.txt គឺវាស្ថិតនៅកន្លែងហ្នឹងអូខេអញ្ចឹង command មួយទៀតគឺ wc អញ្ចឹង wc យើងអាចធ្វើការ count ចំនួន line ឬក៏ចំនួនពាក្យនៅក្នុង text file ណាមួយអញ្ចឹងខ្ញុំលេខមកយើងមាន text.txt អញ្ចឹងយើងអាច wc -w count ចំនួនពាក្យអញ្ចឹង text គេថានៅក្នុងនេះមាន9ពាក្យបាទហ្នឹងតែអញ្ចឹងចំពោះទៅការ count line យើងអាច wc -l ស្មើនៅក្នុងហ្នឹងមាននៅក្នុង file testing នេះមានមួយ line នេះយើងអាចនេះ file testing មានតែមួយ line ទេហើយខ្ញុំដាក់ file text file text មាន3 line តែការ outline file text នេះវាបង្ហាញថានៅក្នុងនេះ3 line ហើយវា sort អញ្ចឹង sort ហ្នឹងយើងអាចធ្វើការ sort ពាក្យនៅក្នុង text file បានដល់តថាខ្ញុំបង្កើត text file មួយខ្ញុំឲ្យប្រើ nano ក៏បាន nano name.txt អញ្ចឹង name យើងមាន Joey Charlie យើងមាន Bella Adam យើង control O enter មកដើម្បី save ហើយយើងមើលតា file នេះមកយើងឃើញថាអក្សរ C នៅលើអញ្ចឹងយើងចង់ឲ្យអក្សរ A នៅលើវិញអញ្ចឹងយើងធ្វើមិនអញ្ចឹងយើងអាចប្រើ command sort អញ្ចឹងខ្ញុំអាចវាយ sort file ហ្នឹងមក sort អញ្ចឹងពេល sort ហើយឃើញទេ A នៅខាងលើវិញតមក B C ដល់រហូតដល់អក្សរ C ចំពោះ sort ហ្នឹងគឺវាអត់ទៅការ save ទេវាគ្រាន់តែ print មកវា sort ឲ្យយើងនេះគឺជា original file អូខេអញ្ចឹងបន្តមកយើងចូលមក session ទៀតគឺ never command អញ្ចឹងបើយើងចង់ test internet ថា virtual machine យើងមាន internet អត់ឬក៏ server យើងមាន internet អត់តែទៅការ ping អញ្ចឹង ping 888ហ្នឹងគឺ DNA របស់ Google ទេហើយ enter មកយើងគិតថាខ្ញុំ ping បានដោយសារ virtual machine យើងវាមាន internet គេចុះបើយើងចង់មើល IP address ថាserver ហ្នឹងឬក៏ virtual machine យើងមាន IP គេ IP /man subnet man អញ្ចឹងអាចវាយ IP ADDO នេះអញ្ចឹងវា show interface ដែរអញ្ចឹង look back local ហើយ show interface របស់យើងប្រើ IP មកនៅក្នុង subnet ណាយើងប្រើពាក្យកាត់ក៏បានយើងអាចប្រើ IPA ដូចតែគ្នាទេដូចតែ IP អត់ត្រូវដែរទេអូខេតោះមកយើងដល់ wget អញ្ចឹងនៅក្នុង Linux យើងចង់ថាយើងចង់ download រូប download អីយើងអាចប្រើ wget ហើយយើង paste link ហ្នឹងមកអញ្ចឹងយើងមាន command មួយទៀតគឺ wget អញ្ចឹង wget នេះយើងអាចធ្វើការ download file បានអញ្ចឹងយើងធ្វើការវាយ wget ហើយចំពោះ URL
ដែលយើងត្រូវ download file អញ្ចឹងខ្ញុំឧទាហរណ៍ទេតែ www អញ្ចឹង .example.com/test.zip បាទយើងគាត់ទៅ paste link មក wget ហ្នឹងវាត្រូវការ download file ហ្នឹងអូខេអញ្ចឹងចំពោះ command មួយទៀតគឺ command ssh អញ្ចឹងអ្នកនរគ្នាអាចវាយ ssh ហើយឈ្មោះ user យើង ssh ទៅណាថា test add ជាមួយនឹង IP របស់ម៉ាស៊ីនដែលយើង connect ទៅឬក៏ host ឬក៏អ្នកនរគ្នាមាន IP ដូចជាមកថា1.10.0.1 ជាដើមអញ្ចឹងទៅអូខេអញ្ចឹងចំពោះ section មួយទៀតគឺតកតងទៅលើ package management គឺការ update អញ្ចឹងដើម្បីធ្វើការ update Linux ទី1យើងត្រូវការ update repository version អញ្ចឹងយើងអាច sudo apt update វាធ្វើការ sync ជាមួយ repository ហើយប្រាប់ថាយើងត្រូវមានមួយ package ដែលត្រូវការ upgrade វាអូខេបន្តវាធ្វើការ update ហើយវាប្រាប់ថាយើងមាន4 package ដែលអាច upgrade បានអញ្ចឹងយើងអាចប្រើ apt upgrade យើងអាចដាក់ -y មកដើម្បី auto accept ហើយកុំភ្លេច sudo ផងដោយសារវាជា privilege operation យើងត្រូវ sudo អញ្ចឹងវាធ្វើការ upgrade អូខេអញ្ចឹងតបវាទៅការ upgrade ហើយវានឹងប្រាប់យើងថាមាន service edit start service editor start អញ្ចឹងខ្ញុំមាន editor start ទេខ្ញុំអាច clear មកហើយទៀតយើងមានជា command សម្រាប់ install package អញ្ចឹងយើងមាន sudo apt install អត់ឲ្យចង់ install curl មកតែ curl ខ្ញុំមានស្រាប់ហើយខ្ញុំអាចធ្វើការ remove បានដែរអញ្ចឹង sudo apt remove សម្រាប់ delete កម្មវិធីខ្ញុំ delete curl មួយមក yes ហើយវាធ្វើការ delete curl ខ្ញុំ sign install វិញនេះហើយវានឹង install curl វិញអូខេយើងដល់ section មួយទៀតគឺយើងត្រូវការដាក់ file ជា zip អញ្ចឹងដើម្បីដាក់ file ជា zip យើងអាចប្រើ ថាក៏បានប្រើ zip ក៏បានអញ្ចឹងខ្ញុំshowcase ថាមួយហើយបើឡើងមកខ្ញុំមាន file មួយឈ្មោះ text.txt ហ្នឹងហ្មងខ្ញុំអាច a/-czf ហើយ file ហ្នឹង text.txt អូខេយើងត្រូវ specify ថាហ្នឹងឈ្មោះ file location អញ្ចឹងដាក់ zip.tha.gz អានេះជា extension វាហើយ file text.txt អូខេឥឡូវមកយើងឃើញថានេះយើងត្រូវការ compress វាហើយតើមកយើងអាច decompress វិញយើងអាចថា -xcf ហើយឈ្មោះ file ហ្នឹងដោយសារតែពេល extract មកឈ្មោះ file វាដូចគ្នាគឺវាចូលគ្នាមួយទៀតយើងអាចប្រើ zip ក៏បានដែរអញ្ចឹង zip ខ្ញុំ zip testing នេះខ្ញុំ zip specify zip test .zip ហើយចំពោះហើយfolder អញ្ចឹងខ្ញុំចង់ zip ខ្ញុំបង្កើត folder មួយសិន zip được cả zip or zip testing để sai nhưng mà mình zip like store ok អញ្ចឹងខ្ញុំ
ចុច arrow up មកដើម្បីធ្វើការ zip អញ្ចឹងអាស្មើយើងឃើញថាយើងមាន file zip ហើយយើងអាចប្រើ unzip វិញទៅលើ file ហ្នឹងវិញនេះពីព្រោះយើង replay អត់អញ្ចឹងយើងចុច replay មក file ឈ្មោះវាដូចគ្នាអូខេចុះវា extract ហើយអូខេអញ្ចឹងយើងមកដល់ session មួយទៀតគឺនិយាយពី process management អញ្ចឹងដើម្បី show all process យើងអាចប្រើ ps aux អញ្ចឹងនេះដូចស្តៀងគ្នា top ទេតែកន្លែងនេះវា print ថានៅក្នុង system យើងវាកំពុង run process គេខ្លះនេះយើងឃើញថាមាន process ហើយវាមានជា process ID នេះ ID នេះជា process ID បើដល់ថាយើង run កម្មវិធីមួយឬក៏យើង run service អីមួយយើងចង់ stop service ហ្នឹងយើងអាចប្រើពាក្យ kill ហើយ process ID នេះថា829អញ្ចឹងយើងចុច enter ទៅគឺវាទៅការ clear ហើយចឹងអាចប្រើ job ពីពួក command job នេះគឺយើង list background job ក្នុង background ធ្វើគេខ្លះឬក៏គេហៅ cron job ណាតែខ្ញុំអត់មានទេចឹងវាអត់ចេញអីទេហើយយើងមាន command នេះ fg នេះគឺសម្រាប់ដូរ foreground background នេះអញ្ចឹង Gអូខេអញ្ចឹងខ្ញុំចូលមកដល់ session មួយទៀតគឺ user management អញ្ចឹងដូចខ្ញុំប្រើដំបូងយើង sudo គឺដើម្បី run command ជា root ហើយយើងក៏អាចបង្កើត user បានដែរអញ្ចឹងខ្ញុំសុំចូលជា root សិនអាច sudo មកចូលជា root ហើយខ្ញុំត្រូវការបង្កើត user មួយអញ្ចឹង user add s ខ្ញុំ enter មកហើយខ្ញុំអាចប្រើ passwd អញ្ចឹងបើខ្ញុំប្រើ passwd លើ user root បើខ្ញុំប្រើ passwd លើ user root នេះគឺវា change password របស់ root ហ្នឹងហ្មងតែបើយើងចង់ change user របស់ test នេះយើងត្រូវចូលទៅ user ហ្នឹងដើម្បីប្រើ passwd អញ្ចឹងឥឡូវខ្ញុំស្វែងតាមមកខ្ញុំអត់ចង់ change ទេហើយមួយទៀតយើងអាចប្រើ ID ដើម្បី show user info អញ្ចឹងនេះជា user root ខ្ញុំ exit ទៅ user ធម្មតាវិញខ្ញុំ ID មកនេះវា show user យូឡុងនេះហើយជាមួយ shortcut tip មួយចំនួនគឺ control C ហ្នឹង stop command បើយើងប្រើ top នេះចង់ stop អញ្ចឹងយើង control C control L clear screen ឬក៏ប្រើ clear ក៏បានហើយយើងប្រើ tab auto complete ដូច CD auto complete ហើយយើងអាចចូលមើល command history យើងប្រើ arrow up arrow down បាទវីដេអូខ្ញុំមានតែត្រឹមហ្នឹងសូមអរគុណច្រើនសម្រាប់ការទស្សនា